បើសិនជាកសិដ្ឋានខ្លះដូចខ្ញុំធ្លាប់ទៅរៀននៅអ៊ីស្រាអែលអញ្ចឹងគឺគេប្រើពពួកខ្មុំហ្នឹងគេប្រើពួក Bumble bee ពួក Bumble bee ហ្នឹងវាធ្វើ pollination មិនន័យថាចម្លងលំអងបើនៅខ្មែរយើងអត់មាន Bumble bee ដែលខ្មុំ worker វាមានតែ honey bee ជាប្រភេទខ្មុំយកទឹកអញ្ចឹងវាអត់សូវត្រូវជាមួយពេញប៉ោះទេបាទជាដំបូងសូមជម្រាបសួរខ្ញុំបាទឈ្មោះសុភាពជាអ្នកបច្ចេកទេសនិងអ្នកគ្រប់គ្រងនៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំសប្តាហ៍ថ្ងៃនេះយើងមានបន្លែជាច្រើនមុខដែលនៅក្នុងកសិដ្ឋានបន្លែសុវត្ថិភាពកោះធំដែលទីនេះយើងផ្ដោតលើពេញប៉ោះ cherry ម្ទេសហាវ៉ៃមានលឿងក្រហមចំណែកបន្លែស្លឹកយើងមានស្ពៃតឿមានខាត់ណានិងតកួនចិនថ្ងៃនេះខ្ញុំចង់ចែករំលែកនិងបង្ហាញបងប្អូនខ្លះអំពីពេញប៉ោះ cherry ជាទូទៅកសិកររបស់យើងគាត់ច្រើនតែដាំផ្ទាល់ជាមួយនឹងដីប៉ុន្តែចំពោះកសិដ្ឋានគឺប្រើប្រាស់ soilless cultivation បានន័យថាយើងដាំដោយប្រើសកីដូងដោយមិនប្រើដីទេអញ្ចឹងតកតងនឹងការដាំគឺយើងដាំដោយបែបនេះហើយចំពោះការដាក់ទ្រើងគឺយើងប្រើ trellising មានន័យថាយើងចងខ្សែបតោងវាឡើងលើចំពោះទិន្នផលក្នុងមួយដើមយើងកំណត់យករាងផ្លែបែបនេះគឺយើងធ្វើការ pruning ធ្វើការតាក់តែងមែកដោយយើងកំណត់ក្នុងដើមមួយមែកគឺយើងទុក6ទៅ7ផ្លែដើម្បីឲ្យអាចកោមនេះដើម្បីយើងចង់បានគុណភាពផ្លែកាន់តែធំបាទអាយុប៉ុន្មានដែលយើងអាចប្រមូលផលកាលពីដើមមកជំហានដំបូងយើងធ្វើការបដោះកូនហ្នឹងគឺរយៈពេល3សប្តាហ៍បណ្ដាទៅ21ថ្ងៃបន្ទាប់ពីវាចេញជាសំណាបហើយបានយើងជូនកូនពេញប៉ោះឬក៏កូនសំណាបហ្នឹងចូលមកដាំខាងក្នុងនេះវាប្រើពេល6សប្តាហ៍ទៀតបណ្ដាទៅមួយខែកន្លះបន្ទាប់មកបានវាចាប់ផ្ដើមចេញផ្កាចេញផ្លែយើងចាប់ផ្ដើមប្រមូលផលវាបណ្ដារហូតទាល់តែ3ខែឬក៏6ខែបានយើងដកវាចេញបាទអញ្ចឹងបងពេលដែលយើងដាំវាជួបបញ្ហាអីទេសម្រាប់ពេញប៉ោះ ពេញប៉ោះ cherry វាមានបញ្ហាដែរតាក់ទងនឹងកតាផ្សិតហើយនិងកតាវីរុសបើសិនជាកតាដែលយើងប្រឈមជាងគេគឺផ្សិតហ្មងដូច្នេះយើងឧស្សាហ៍ដូចថាស្លឹកវាច្រើនផ្លែវាច្រើនផ្កាវាច្រើនបើតែយើងអត់សូវការពារទៅលើជំងឺផ្សិតហ្នឹងទេយើងប្រឈមច្រើនបញ្ហាងាប់បាទងាប់ច្រើននៅក្នុងកសិដ្ឋាននេះបងដាំប្រហែលជាប្រមាណគុំដែរបងហើយអាចប្រមូលទិន្នផលក្នុងមួយថ្ងៃប្រហែលប៉ុន្មានបាទតកតងនឹងចំនួនដើមក្នុងមួយបរិវេណពេញប៉ោះដែលយើងដាំនេះគឺមានទំហំ4000ម៉ែត្រការ៉េអញ្ចឹងក្នុងមក4000ម៉ែត្រការ៉េហ្នឹងគឺយើងដាក់កូនចំនួន5000ដើមបាទក្នុងមួយដើមទិន្នផលរបស់វាយើងកំណត់ដោយយើងរំពឹងថាយើងកាត់ចេញទៅលើអាភាពខូចភាពខាតភាពទូចហ្នឹងយើងគិតថាមួយដើម2គីឡូកន្លះបាទតើឥឡូវបងដាបង្ហាញថាសុខភាពដើមរបៀបណាដែលអាចផ្ដល់ទិន្នផលបានល្អហើយផ្លែបាទទុំប៉ុណ្ណាដែលយើងអាចប្រមូលផលបាទតកតងនឹងសុខភាពដើមរបស់វាល្អទាំងអស់វាអាស្រ័យទៅលើកញ្ចុំផ្កាហើយនឹងរូបរាងផ្លែឥឡូវគិតថាដើមនេះល្អហើយបាទខ្ញុំគិតថាវាល្អពីព្រោះអីនេះសិតតែស្នាមដែលយើងធ្វើការបេះប្រមូលផលបាទព្រោះអីតិចទៀតយើងនឹងធ្វើការ pruning កាត់ទៅលើអាស្លឹកហើយនឹងមែកដែលយើងបានប្រមូលផលពីដើមមកអញ្ចឹងយើងនឹងធ្វើការ pruning ដោយបេះស្លឹកបេះអីចេញដើម្បីឲ្យដើមវាស្ទុះកាន់តែខ្លាំងទៀតបាទជាពិសេសផ្ការបស់វាគឺវាមានសុខភាពល្អបើសិនជាកសិដ្ឋានខ្លះដូចខ្ញុំធ្លាប់ទៅរៀននៅអ៊ីស្រាអែលអញ្ចឹងគឺគេប្រើពពួកខ្មុំហ្នឹងគេប្រើពួក Bumble bee ពួក Bumble bee ហ្នឹងវាធ្វើ pollination មិនន័យថាចម្លងលំអងបើនៅខ្មែរយើងអត់មាន Bumble bee ដែលខ្មុំ worker វាមានតែ honey bee ជាប្រភេទខ្មុំយកទឹកអញ្ចឹងវាអត់សូវត្រូវជាមួយពេញប៉ោះទេដោយសារលំអងរបស់ពេញប៉ោះគឺស្វិតហើយអត់សូវងាយរយហ្មងទេបាទអញ្ចឹងភាគច្រើននៅយើងនេះគឺអត់សូវមានតែ Bumble bee មានតែ honey bee បាទអញ្ចឹងការចំខ្មុំក៏ជាផ្នែកមួយដែរបាទខ្មុំក៏ជាផ្នែកមួយនៃក្រុមការងាររបស់យើងដែរដោយសារអីវាជួយធ្វើការឲ្យយើងដោយវាចម្លងលំអងពីផ្កាមួយទៅផ្កាមួយទៀត
បាទឥឡូវបងមើលគិតថាផ្លែណាដែលយើងអាចថាវាអាចប្រមូលផលលក់លើទីផ្សារបាន បាទផ្លែដែលយើងអាចប្រមូលផលបានជាប្រភេទផ្លែដែលមានទំហំនិយាយទៅយើងចាត់ទុកវាទៅជា grade A បាទរៀងហើយចំពោះការទុំឬក៏ភាពទុំរបស់វាអាស្រ័យលើអតិជនទីផ្សារដែរបើសិនគាត់ចង់បានកម្រិតរាំងស្គីលប៉ុណ្ណឹងយើងប្រមូលផលជូនបើសិនគាត់ចង់បានទុំនេះរាំងខ្លាំងចេះតែ30សមមិញយើងប្រមូលផលអស់ច្រើនទៅវាអស់ពេញប៉ោះដែលត្រូវយើងទើបតែប្រមូលផលបាទយើងប្រមូលផលកាលពីម្សិលមិញបាទក្នុងមួយថ្ងៃយើងប្រមូលផលចន្លោះពី40ទៅ50គីឡូបាទតើឡើយបងដើរទៅខាងបាទអានេះគឺកសិដ្ឋានបន្លែសុវត្ថិភាពកោះធំបាទស្ថិតនៅក្នុងស្រុកបាទស្ថិតក្នុងភូមិអីបងនេះភូមិក្បាលតម្រៃលើឃុំកំពង់កុងស្រុកកោះធំខេត្តកណ្ដាលបាទអញ្ចឹងមិនមានតែពេញប៉ោះ cherry មួយមុខយើងមានច្រើនបងមានអីខ្លះបងអាចជួយជម្រាបជាដំបូងយើង focus ខ្លាំងជាងគេនៅទីនេះគឺពេញប៉ោះ cherry និងម្ទេសហាវ៉ៃហ្នឹងចំពោះបន្លែផ្លែបើបន្លែស្លឹកយើងមានខាត់ណាដើមប៉ោងខាត់ណាឈើហើយនឹងស្ពៃតឿហើយនឹងមួយទៀតតកួនចិនបាទមានប្រមាណរោងបងនៅក្នុងកសិដ្ឋានយើងចំពោះរោង10 25ឬក៏10 30ហ្នឹងយើងមាន30ខ្នងចំពោះរោងធំដែលយើង focus ខ្ពស់បំផុតហ្នឹងគឺម្ទេសហាវ៉ៃនិងពេញប៉ោះ cherry ហ្នឹងគឺមាន8000ការ៉េវាជិត1ហិកតាដែរបាទហើយគ្រប់គ្រងក្នុងកសិដ្ឋាននេះប្រហែលជាប្រមាណអ្នកដែរបងចំពោះអ្នកជំនាញគឺយើងមានតែមួយទេប៉ុន្តែយើងមានរោង2បាទដល់យើងធ្វើការបណ្ដុះបណ្ដាលគាត់ពីបាទហ្នឹងហើយបាទបច្ចេកទេសនេះខ្មែរយើងទាំងស្រុងតែម្ដងឬក៏មានខាងណាដែរបងបច្ចេកទេសនេះខ្មែរយើងប៉ុន្តែខ្មែរយើងជានិស្សិតដែលធ្លាប់ទៅរៀននៅអ៊ីស្រាអែលឆ្លងកាត់បាទខ្ញុំបញ្ចប់អ៊ីស្រាអែលមក2ឆ្នាំឆ្នាំទី1ខ្ញុំជាសិក្ខាកាមទី2ខ្ញុំជា group leader ជាអ្នកដឹកនាំនិស្សិតជាអ្នកបកប្រែភាសាអង់គ្លេសដោយឆ្លងកាត់វិសាស្ត្រអាចារ្យមកកាន់និស្សិតរបស់យើងឲ្យគាត់យល់នៃពីកសិកម្មអង់គ្លេសមកកសិកម្មជាភាសាខ្មែរបាទមែនតើបងបាទតើឥឡូវបងនាំតាមហ្នឹងហើយបងអានេះសិតតែយើងជិតដល់ពេលប្រមូលផលព្រោះវាស្គីលទាំងអស់ហើយនេះបាទនៅខាងលើដូចជាមានដូចជាកង្ហារឬក៏អីបាទហ្នឹងហើយបងអីដែរបងដង្ហាលហ្នឹងជាទូទៅយើងដាក់វាជាប្រភេទ ventilation បានន័យថាវាធ្វើឲ្យមានចរន្តខ្យល់ទៅវិញទៅមកបាទហើយខាងលើនេះយើងមានប្រព័ន្ធអាប់បានន័យថា Mifoki ធ្វើឲ្យមានចំហាយត្រជាក់យើងបញ្ចុះសីតុណ្ហភាពករណីខាងក្នុងនេះក្តៅខ្លាំងឧទាហរណ៍យើងចង់បានសីតុណ្ហភាពត្រឹម35ឬក៏36អញ្ចឹងយើងចង់ឲ្យត្រជាក់នៅពេលដែលសីតុណ្ហភាពឡើងដល់40គឺយើងបើកអា Mifoki ហ្នឹងជាផ្សែងទឹកដើម្បីបញ្ចុះក្នុងនឹងឲ្យត្រជាក់បាទចុះបើសិនជាមានបងប្អូននិស្សិតដែលគាត់ចង់មកសិក្សាបន្ថែមពីកសិដ្ឋាននេះបងអាចចែកម្លែកបានទេបងបានបងដោយសាររាល់ថ្ងៃនេះយើងមាននិស្សិត3នាក់មកពីខាងព្រែកលៀប2នាក់មកពីខាងវិទ្យាល័យបាត់ដំបងហ្នឹងសំទោសសាកលវិទ្យាល័យបាត់ដំបងហ្នឹងម្នាក់អញ្ចឹងរាល់ថ្ងៃហ្នឹងគាត់កំពុងតែជា internship នៅនឹងរយៈពេល3ខែបាទយើងបើកឱកាសទៅយើងបើកបងបាទនៅពេលដែលយើងធ្វើការពង្រីកឬក៏កសិដ្ឋានផ្សេងគាត់ខ្វះអញ្ចឹងយើងអាចណែនាំឬក៏យើងអាច select យកគាត់នៅពេលដែលគាត់សកម្មហើយគាត់មានភាពឆ្លៀសវៃគាត់ទទួលយកអ្វីដែលយើងចែករំលែកទៅគឺគាត់ព្យាយាមរៀនសូត្រព្យាយាមទទួលហើយអនុវត្តអាហ្នឹងបានយើងអាចទទួលយកគាត់បានបាទអរគុណបងបាទអរគុណបាទ